សួស្តីលោកគ្រូនិងអ្នកទាំងអស់គ្នាខ្ញុំបាទឈ្មោះកំណត់ស្មីថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញអំពីវិជ្ជាដែលខ្ញុំបានបៀលយូរមកហើយគឺ Shop website ឥឡូវយើងចូលមក content របស់យើងគឺខ្ញុំមានមួយចំណុចទី1 introduction literature review methodology research demo discussion ហើយនិង conclusion ឥឡូវយើងចូលមកកាន់ introduction សំណួរគឺថាShop website នេះត្រូវបានបង្កើតឡើងក្នុងគោលបំណងអីគោលបំណងរបស់ website នេះគឺចង់បង្កើតនៅ modern online shoe shopping website ហើយចង់បង្កើតវាដើម្បីឲ្យងាយស្រួលឲ្យ user ក្នុងការស្វែងរកនៅស្បែកជើងដែលមានលក្ខណៈស្អាតហើយងាយស្រួលក្នុងការស្វែងរកហើយ provide simple and user friendly interface ដើម្បី user នឹងគាត់មានភាពតាក់ទាញគាត់ចង់ប្រើ website នេះហើយចុងក្រោយគឺimplement user authentication ដើម្បី user គាត់អាច log in ចូលប្រើប្រាស់ account របស់គាត់ដើម្បីទិញនៅបច្ចេកទេសផងដែរហើយសម្រាប់ technology research គឺខ្ញុំប្រើ React.js ដើម្បីប្រើប្រាស់នៅ component based UI ហើយ Tailwind វាងាយស្រួលនិងលឿនក្នុងការ responsive device ហើយនឹងធ្វើឲ្យមានភាពស្រស់ស្អាតក្នុងការ design UI website ហើយ Firebase យើងប្រើសម្រាប់ authentication and cloud service វាប្រើសម្រាប់លក្ខណៈថាយើងអាច log in បានដោយប្រើ Firebase នេះហើយ GitHub សម្រាប់ store និង share source code ហើយនឹង hosting website សម្រាប់ front end ឥឡូវនេះយើងចូលទៅកាន់ចំណុចមួយទៀត literature reviewហើយសម្រាប់ reference ដែលខ្ញុំយកមកស្រាវជ្រាវនឹង build source code គឺមានដូចជា Google Typing CSS YouTube Dribble សម្រាប់យើងយកមកដាក់រ UI សម្រាប់ project របស់យើងឥឡូវនេះយើងចូលចំណុចមួយទៀតគឺ methodology ក្នុងនេះខ្ញុំចែកជា6ចំណុចក្នុងការនិយាយប្រាប់អ្នកទាំងអស់គ្នាហើយចំណុចទី1នោះគឺ planning ខ្ញុំជាចំណុចចាប់ផ្ដើមដែលខ្ញុំដាក់រកនៅប្រភេទ website ហើយដាក់រក UI ឬក៏ស្រាវជ្រាវពីវាបានកាន់តែស៊ីជម្រៅហើយចំណុចទី2គឺ UI UX design កន្លែងនេះគឺខ្ញុំបានយកទៅស្វែងរក UI ផងដែរហើយក៏បាន design វាឲ្យជាចេញរូបរាងហើយចំណុចទី3 building code ខ្ញុំប្រើ React ហើយនឹង Tailwind ដើម្បី build វាហើយចំណុចទី4 Firebase integration ដល់ពេលដែលខ្ញុំ build UI រួចរាល់អស់ហើយខ្ញុំក៏ចាប់ផ្ដើម connect ជាមួយនឹង Firebase ដើម្បីយកមកប្រើដូចជាប្រើក្នុង login register ហើយប្រើ CRUD ដើម្បី add ឬក៏ delete product អីចឹងទៅហើយចំណុចទី5 testing ដល់ពេលដែលខ្ញុំbuild code រួចរាល់ហើយខ្ញុំ testing វាដើម្បីស្វែងរកនៅ bug ដែលលក្ខណៈជាកំហុសឬក៏កន្លែងណាដែលមិនត្រូវនឹង flow គឺខ្ញុំកែវាហើយចំណុចចុងក្រោយគឺ final website នៅពេលដែលខ្ញុំ test វារួចរាល់ហើយខ្ញុំwebsite នោះក៏ខ្លាយទៅជា website មួយដែលយើងអាចយកមកប្រើប្រាស់បានហើយខ្ញុំក៏យកមក demo នៅពេលនេះផងដែរឥឡូវយើងចូលចំណុចបន្ទាប់គឺ system website features main website feature មានដូចជា product browsing user គាត់អាចនឹងមើលនៅ shoe ដែលគាត់ចង់ស្វែងរកហើយចំណុចទី2 search គឺ user គាត់អាច search ទៅលើ category ឬក៏ product ហើយ shopping cart user គាត់អាច add នៅ cart ដើម្បី order ទី4
authentication user អាចប្រើប្រាស់ no login ឬក៏ register ដើម្បីចូលប្រើប្រាស់ website របស់យើងទី5 responsive UI នៅក្នុងគឺយើងអាចប្រើប្រាស់បានគ្រប់ device ទាំង computer tablet និងទូរស័ព្ទហើយចុងក្រោយនោះគឺ navigation គឺ easy navigation between page ឥឡូវនេះយើងចូលមកមើល website របស់យើងទាំងអស់គ្នាហើយនេះក៏ជា home page របស់យើងភាសាអ៊ីនធឺណិតខ្ញុំ slow ដូច្នេះសូមអភ័យទោសចំពោះការ demo ណាហើយឥឡូវយើងចូលទៅមើល service របស់គ្នានេះគឺជា product ដែលខ្ញុំបាន add នៅក្នុង admin dashboard ភាសាដែលយើងអត់ទាន់ login ចឹងយើងអាចចូលមើល detail ទេតែក៏យើងអាចមើលទៅលើ product បានតែអាចចូលមើល detail បាននេះហើយចូលមើល about នេះគឺជា about នៃ website របស់ខ្ញុំពី information នៃ website ហើយនេះគឺជា contact របស់ខ្ញុំមាននៅ form សម្រាប់ឲ្យ user គាត់មានបញ្ហាអញ្ចឹងគាត់អាច send message ទៅកាន់ email របស់ខ្ញុំហើយក្នុងនេះខ្ញុំដាក់នៅជាលក្ខណៈថានៅពេលដែលគាត់ click ទៅលើប៊ូតុងនេះនឹងចូលទៅកាន់ chat នៅក្នុង Telegram របស់ខ្ញុំដោយសារ internet slow វាពិបាកក្នុងការ demo បន្តិចតែក៏ជាមិនអីដែរខ្ញុំនឹង demo អ្នកទាំងអស់គ្នាបានឃើញហើយក្នុងនេះយើងអាច search ទៅលើ product ឥឡូវនេះខ្ញុំនឹងនិយាយទៅកាន់ customer ដែលមាន account ម្ដងនេះគឺជា account email ដែលខ្ញុំបានតេស្តលើកមុននោះដូច្នេះវានឹងចេញមកកន្លែង icon នេះចំនួន3ភាសាខ្ញុំបានតេស្តវារួចមកហើយនេះគឺជាឈ្មោះនៃ account របស់ខ្ញុំឥឡូវយើងចូលមើល service ហើយយើងចុច see detail តើមកវានឹងលោតទៅកាន់ detail នៃ product នីមួយៗហើយនេះគឺជា detail របស់ខ្ញុំហើយនៅពេលដែលខ្ញុំ click add to cart វានឹងបង្ហាញ sidebar ដែលនិយាយអំពីការ order ចំនួនប្រមាណនៃ product បើសិនជាយើងមិនទាន់នៅការ order ទេយើងអាចទៅរកមើលផ្សេងទៀតបានបើថាខ្ញុំទៅការបាយមួយនេះចឹងដូច្នេះខ្ញុំ add to cart វានឹង load ចំនួន2យើងអាចតែងចំនួនលើសពី1បានដោយ system នេះអាចគិតលុយទៅតាមហ្នឹងពេលដែលយើងចុច order now វានឹងប្រាប់យើងថាឲ្យយើងបំពេញ form ក្នុងនេះយើងត្រូវតែបំពេញនៅ phone number ហើយនេះគឺយើងត្រូវបំពេញទីតាំង location របស់យើងដែលយើងត្រូវឲ្យ delivery គាត់ដឹកមកកាន់ទីតាំងរបស់យើងព្រោះថាខ្ញុំដាក់តកៅនេះគឺជា note នៅក្នុងការ order របស់យើងហើយនេះគឺជា service plan វាបែបនេះដូច្នេះយើង submit វានឹង load model បែបនេះយើងចុច OK វានឹងកើនតម្លៃនៅទីនេះមួយដូច្នេះនេះគឺជាការ order របស់ខ្ញុំបានទិញខ្ញុំបាន order ដែលមានលេខទូរស័ព្ទបែបនេះទីតាំងបែបនេះឥឡូវនេះយើងចូលទៅមើល admin dashboard នេះគឺជា admin dashboard របស់ខ្ញុំដែលមាន graph មាននៅ UI បែបនេះហើយក្នុងនេះយើងអាច search ទៅលើការ order
ឬក៏ category ឬក៏ product នេះគឺជាការ receive នៅ order របស់យើងនៅពេលដែល customer គាត់ order រួចរាល់ហើយវានឹង load មកកាន់ admin បែបនេះដូច្នេះយើងចូលទៅកាន់ category យើង add នៅcategory របស់យើងឧទាហរណ៍ថា sport ចុះហើយខ្ញុំអ្នកទាំងអស់គ្នាប្រកាសជាឆ្ងល់ថាហេតុអីបើខ្ញុំប្រើជា image URL មិនប្រើ image ពី device computer មកដោយសារថាប្រើ image មកពី device computer ខ្ញុំពិបាកនឹង store នៅ image ហ្នឹងដូច្នេះខ្ញុំក៏សម្រេចចិត្តថាប្រើជា link វានឹង show UI មកហើយសម្រាប់នេះគឺជា description របស់ category របស់យើងអ្នកទាំងអស់គ្នាចាំបន្តិចដោយសារតែវា internet slow នេះយើងទទួលបានជោគជ័យយើងទទួលបាននៅcategory name ឈ្មោះ sport ដែលមានលក្ខណៈបែបនេះបើសិនជាយើងចង់ដូរនៅ description វាអាចដូរបានដូចគ្នាដូច្នេះវាបានដូររួចទៅហើយនៅនេះនៅទីនេះយើង product របស់យើង0តែយើងអត់ទាន់មាន product ណាដែលជាប្រភេទ category បែបនេះយើងអាចលុបទៅលើ category បានឥឡូវនេះយើងចូលមកកាន់ product មានលក្ខណៈបែបនេះហើយស្តៀងនឹង category ដែរប៉ុន្តែ product នេះយើងអាច add ទៅឲ្យ user គាត់មើលបាននេះគឺជា name product យើងមានថាយើងដាក់ product name ឈ្មោះថា shoe ទៅចុះយើងអាចនិយាយថាដាក់ simple shoe ទៅចុះហើយយើងដាក់ link image មួយមកខ្ញុំចង់ដូរនៅ image នៅស្បែកជើងយើង copy link នេះមកផាសត្រង់នេះបន្តមកយើងដាក់តម្លៃចូល34 time around 2យើងដាក់ category shoe ឆ្នេះដល់ពេលដែលយើង save វានឹងទទួលបាននៅproduct របស់យើងហើយមានដូច្នេះគឺជាតម្លៃដែលយើងទទួលបាននៅក្នុង product យើងអាច edit បានដែរយើងដាក់ simple ធម្មតាហើយយើង update វាដូច្នេះវានឹង show បែបនេះហើយសម្រាប់ product យើងអាចលុបបានយើងលុបរួចរាល់ហើយឥឡូវនេះយើងចូលមកមើលនៅក្នុង order របស់យើងក្នុង order នេះគឺយើងអត់មានអីច្រើនទេយើងអាចមើល detail ទៅកាន់ order ហើយយើងក៏អាច receive status ទៅកាន់ customer ផងដែរឧទាហរណ៍ពេលដែលយើង receive យើងមិនទាន់ receive ទៅលើorder មួយនេះវានៅជា receive ដដែលដូច្នេះដល់ពេលយើងចុច is coming វានឹង load ទៅកាន់វានឹង pro status ព្រាមបែបនេះដូច្នេះវាក្នុង sidebar នេះវា show អំពីព័ត៌មាននៃការ order យើងក៏អាចលុបនៅ order នេះបានដែរបើសិនជាយើងអត់លុបក៏អត់អីដែរដូច្នេះបាត់ហើយក្នុង admin dashboard នេះក៏គាត់អាចមើលឃើញ user ដែលមាន account ឈ្មោះអីបានដូចគ្នាហើយក្នុងនេះក៏អាច search ទៅលើ user name ផងដែរឥឡូវនេះអ្នកនរគ្នាប្រកាសជាចង់នឹងថាproduct ដែលខ្ញុំបាន add បាញ់មិញហ្នឹងគឺមានដែរទេដូច្នេះខ្ញុំនឹងបង្ហាញអ្នកនរគ្នាឥឡូវយើង add ម្ដងទៀតសិននេះគឺ shoe អក្សរ S ច្រើនតម្លៃដាក់100,000នេះចុះ2 shoe យើង save មកដូច្នេះអក្សរ S ជាមួយអ្នកនរគ្នានឹងពិនិត្យមើលអ្នកនរគ្នាហើយខ្ញុំចូលទៅកាន់log out ម្ដងយើងវា emailខ្ញុំភ្លេចប្រាប់អ្នកនរគ្នាក្នុងនេះគឺយើងអាចreset password ដែរប៉ុន្តែក្នុងនេះខ្ញុំគិតថាអាចជាវាមិន
mìnhងាយនឹង receive ទេដោយសារតែពេលខ្លះវាហាពេលខ្លះយើងអាចreceive បានពេលខ្លះក៏ទេដោយសារវាមានបញ្ហាមួយចំនួនដូច្នេះហើយក៏យើងអាច continue ជាមួយ Google បានដែរហើយ log in ហើយឥឡូវនេះយើងចូលមកកាន់ service របស់យើងជាមួយថាមានមាន product ឈ្មោះនេះដែរទេដូច្នេះវាមានហើយprice ដូច្នេះអ្នកទាំងអស់គ្នាប្រកាសជាចង់ដឹងហើយថា responsive របស់ខ្ញុំមានលក្ខណៈបែបម៉េចហើយអ្នកទាំងអស់គ្នានឹងបានមើលនេះបន្តិចទៀតនេះហើយនេះគឺជា responsive ដែលខ្ញុំបានថតជាវីដេអូអ្នកទាំងអស់គ្នាមើលហើយបច្ចេករបស់យើងនេះមានប៉ុណ្ណេះហើយសូមអរគុណលោកគ្រូនិងមិត្តភ័ក្តិទាំងអស់គ្នាដែលបានចូលរួមមើលវីដេអូទាំងអស់នេះ